រឿងនិទានសម្រាប់កុមាររឿងកូនចាបព្រឹកមួយនៅពេលកូនចាបឃើញចេកហាលពួកគេលាន់មាត់អាយ៉ាគួរឲ្យឆ្ងាញ់និយាយរួចពួកគេនាំគ្នាហាទៅមួយរំពេចនោះកូនចាបពៅស្រែកជួយផងដោយភ្ញាក់នឹងសំឡេងរបស់ប្អូនកូនចាបបងស្ទុះហាចេញកូនចាបពៅនៅតែស្រែកឲ្យជួយកូនចាបបងបានហាត្រឡប់ក្រោយពេលហៅមកដល់វាស្រែកអាប្អូនឆាប់ទាញជើងចេញមកនៅពេលនោះដែរចាបមួយស្រែកឆាប់ចុះទៅជួយសំឡេងពួកគេបានលាន់ឮដល់ឆ្មាដែលកំពុងដេកវាបើកភ្នែកមកខាងរួចងើបក្បាលយ៉ាងរហ័សហើយស្រែកម៉ែវនៅពេលឮសំឡេងម៉ែវកូនចាបពៅកាន់តែភ័យវាប្រឹងទាញជើងម្ដងហើយម្ដងទៀតប៉ុន្តែទាញមិនរួចកូនចាបបងក៏ចុះទៅជួយទាញលុះទាញមិនរួចកូនចាបបងចឹកបំបីវិញមួយរំពេចនោះសត្វចាបមួយស្រែកនោះគេមកហើយនៅពេលឆ្មាមកដល់កូនចាបពៅក៏ទាញជើងរួចពួកគេប្រញាប់ទទេស្លាប់ហើចំណែកមេឃឆ្មាដើរចេញទាំងញញឹម